Ồ, nhiều lúc việc của bạn, dương ở trong băng tốc cái thao việc nâng cao lang nơi các cái đàn này chúng người COVID đập bóng buồn nữa, cầm lông pe để dương cho cam vị thi nâng tại mặt đòn. នេះគឺបងវណ្ណដាគាត់គឺជាស្ថាបនិករបស់ Solo Landscapes ពួកខ្ញុំជាការរីទេសចរដែលផ្ដោតទៅលើទេសចរបៃតងនៅក្នុងប្រទេសកម្ពុជាយើងដែលជំរុញឲ្យអ្នកដែលដើរលេងទាំងអស់ហ្នឹងគិតគូរទៅលើបរិស្ថាន បងវណ្ណដាបានចូលរួមកម្មវិធីបណ្ដុះបណ្ដាលរបស់យើងតាំងពីឆ្នាំ 2020 មកម្លេះ យើងរៀបបានច្រើនមែនទែនក្នុងកំឡុងពេលដែលយើងទទួលបានជំនួយពី Impact Hub ដោយសារពេលកំឡុងពេលដែលយើងការរីករាលដាលនឹងកំឡុងពេលដែលយើងចូលកម្មវិធីនឹងតែម្ដង បងជួយ Impact Hub ភ្នំពេញបានគ្រប់គ្រងបងឲ្យគេខ្លះដែរ បើគិតទៅអរគុណ Impact Hub ដែរដោយសារបើគិតទៅ Impact Hub ជាគេថា advisor ជា consultant ជា mentor យើងមានបញ្ហាអីណាមួយដែលយើងចង់ប្រឹក្សាយោបល់ពួកគាត់នៅតែស្វាគមន៍ជានិច្ច តើបងមានអារម្មណ៍មិនដែរដែលបានជាផ្នែកមួយរបស់ Impact Hub ភ្នំពេញ អូខ្ញុំសប្បាយចិត្តមែនទែនតែពិតជាក់ស្ដែងពេលយើងស្ថិតនៅក្នុង Impact Hub ទោះបីជាយូរតាំងពីឆ្នាំ 2020 ក៏ដោយតែដល់បច្ចុប្បន្ន 5 ឆ្នាំជាងតែយើងនៅតែមានតំណែងល្អយើងនៅតែរៀនពីគ្នាបើមានកម្មវិធីខ្លះយើងអាចនៅតែបន្តចូលរួមបានដែរ ចុះបងរយៈពេល10ឆ្នាំទៅមុខទៀតតើបងចង់ Impact Hub ភ្នំពេញធ្វើអ្វីបន្តទៀត ទៅមុខទៀតខ្ញុំគិតថា Impact Hub រីកសាយភាយជុំវិញប្រទេសកម្ពុជាដើម្បីជំរុញឲ្យសហគ្រិនផ្សេងៗទៀតដែលនៅតាម remote ដែលឆ្ងាយៗមែនទែនគាត់ត្រូវការក្នុងការជួយជំរុញឲ្យគាត់យល់ពីអានឹងដែរគម្រប់ខួប10ឆ្នាំរបស់ Impact Hub ភ្នំពេញ